ស្ដីអ្នកទាំងគ្នាថ្ងៃនេះខ្ញុំចេញវីដេអូប្រើរបៀបបង្កើត account វិញបែបដូចខ្លួនឯងនឹងបំពេញព័ត៌មានឲ្យបានពេញលេញជំហានដំបូងបងប្អូនត្រូវចុចចូល link ខ្ញុំតម្លាក់ឲ្យដល់ទម្រង់បែបនេះយើងបង្កើតតាម link វិញយើងចុចចូល link ខ្ញុំតម្លាក់ហ្នឹងទៅឲ្យដល់ទម្រង់បែបនេះរួចហើយយើងចុចពាក្យថា register ខាងស្ដាំចុចចូលពាក្យ register ហ្នឹងទៅវាមកដល់ទម្រង់នេះយើងត្រូវរក email នៅในទំនេរហើយយើងបង្កើតប្រើ email ទៅល្អជាងលេខទូរស័ព្ទរួចហើយយើងដាក់ email ចូលក្នុងហ្នឹងមករួចចុច next ហើយអានេះដាក់ខ្មែរយើងមកដាក់កម្ពុជាហ្នឹងមកចុច next ទៀតហើយកន្លែង password នេះយើងត្រូវចាំណា password ក្បាលអក្សរធំយើងត្រូវចាំថាព្រោះអីអានេះក៏លេខសម្ងាត់មួយយ៉ាងដែរហើយយើងត្រូវ login ចូល account ដែរយើងត្រូវចាំទុកយើង save ទុកទៅហើយក្បាលអក្សរធំយើងវាយទៅលេខទៅវាចូលបានហើយយើងវាយឲ្យដូចខាងក្រោមខាងក្រោមឲ្យដូចខាងលើច្រឡំហើយកន្លែងពាក្យថា promo code ហ្នឹងគឺក៏សំខាន់ដែរគឺយើងត្រូវវាយតាមខ្ញុំនេះមកវាបានអត្ថប្រយោជន៍ដូចជាប្រចាំខែយើងលេង giveaway 40នាក់ចំនួនទឹកលុយចំនួន40នាក់រៀងរាល់ខែហើយនឹងបាន giveaway កៅអៅទៀតហើយជាពិសេសគឺបានខាសស្បែក 10% វិញតែគ្រាន់តែលក្ខខណ្ឌគឺយើងត្រូវដាក់ដកលុយខ្លួនឯងក្នុង app មកវាបានខាសស្បែក 10% ហ្នឹងយើងធ្វើរាល់ខែហើយអាឡែ bonus នេះអា bonus ខាងក្រោមយើងចុចពាក្យថា register recheck មកអា bonus នោះយើងចុចពាក្យ recheck ខាងក្រោមនេះមកហើយចុចពាក្យថា register ចុចពាក្យថា my account ហើយចាំបន្តិចទៅយើងចុចរូបមនុស្សខាងស្ដាំនេះហើយបើហាចុចទៅវាទៅយើងចុចខាងក្រោមនេះលេះមកហើយខ្វាយមកហើយរកពាក្យថា personal profile ចុចលើនឹងរួចហើយវាមកដល់ទម្រង់បែបនេះយើងចុចពាក្យថា edit ហើយកន្លែងនេះយើងដល់កន្លែងពេញហើយកន្លែងខាងពាក្យថា surname អាលើគេហ្នឹងអាហ្នឹងគឺត្រកូលយើងពេញត្រកូលយើងមកឈ្មោះយើងត្រកូលយើងហ៎ហើយអាប្រឡោះទី2គឺឈ្មោះយើងហ្មងយើងពេញឈ្មោះយើងហើយអាប្រឡោះទី3ថ្ងៃខែឆ្នាំកំណើតយើងមើលក្នុងតាក់យិនបានយើងទៅហើយនេះទីកន្លែងកំណើតយើងណាភ្នំពេញណាយើងកាន់ណៃណានឹងចឹងយើងពេញភ្នំពេញអីចឹងទៅដាក់បាត់ដំបងដាក់ភ្នំពេញអីចឹងទៅហើយកន្លែងនេះគឺអត្តសញ្ញាណប័ណ្ណយើងប្រភេទឯកសារអត្តសញ្ញាណប័ណ្ណយើងរើសខ្មែរយើងមកdocument number ហ្នឹងលេខអត្តសញ្ញាណប័ណ្ណយើងមើលក្នុងអត្តសញ្ញាណប័ណ្ណយើងទៅយើងពេញដាក់លេខហ្នឹងមកដូចជាលេខហ្នឹងដូចជា9ខ្ទង់ហីហើយអា document ខាងក្រោមហ្នឹងថ្ងៃចេញអត្តសញ្ញាណប័ណ្ណយើងមើលក្នុងអត្តសញ្ញាណប័ណ្ណយើងទៅឃើញថ្ងៃចេញអត្តសញ្ញាណប័ណ្ណយើងនេះខ្មែរនេះកម្ពុជាវាពេញឲ្យយើងស្រាប់ហើយហើយនេះយើងពេញមកយើងពេញខាតក្រុងយើងនៅមកខ្ញុំដាក់ភ្នំពេញហ្នឹងទៅហើយក្រៅយើងដាក់ភ្នំពេញទៅហើយអាក្រោមគេមួយទៀតនេះគឺយើងពេញភូមិឬក៏សង្កាត់យើងឬក៏ឃុំសង្កាត់យើងណាយើងពេញចូលទៅគឺតែប៉ុណ្្នឹងហើយនឹងខាងក្រៅនោះគឺផេតយើងពេញប៉ុណ្្នឹងរួចហើយអស់លីងហើយយើងចុចពាក្យថា save ទៅគឺបានហើយយើងចុច save ទៅគឺបានហើយអា ID account នៅខាងលើ ID account នេះពាក្យថា account number ហ្នឹងគឺជា ID account របស់យើងគឺតែប៉ុណ្្នឹងគឺរួចរាល់ហើយយើងបង្កើត account អាចលេខបានហើយសុខភាពឲ្យប៉ុណ្្នេះចុះអ្នកគ្នាបាយបាយ